នេះគឺជាប្រភេទវីដេអូមួយដែលមានអាមើររហូតដល់ 23.4M 38.6M 153.7M ដែលគ្រាន់តែប្រើប្រាស់ជាមួយនឹង AI អូខេបងប្អូនអរគ្នាអញ្ចឹងបងប្អូនប្រកាសជាឃើញបាទគឺវីដេអូទាំងអស់នេះគឺមានអាមើរច្រើនខ្លាំងមែនតើបាទគឺតាក់ទងជាមួយនឹងវីដេអូផនគាត់គឺភាគច្រើនមានអាមើររហូតដល់សតតែ M ហ្មងបាទហើយតាក់ទងជាមួយនឹងវីដេអូនេះគឺជាប្រភេទវីដេអូតាក់ទងជាមួយនឹងសុខភាពឬក៏វាហៅថា Health AI ចឹងកថាប្រភេទនេះគឺជាប្រភេទកថាដែលយើងបង្កើតឡើងដោយប្រើប្រាស់ AI ណាគឺវាងាយស្រួលខ្លាំងមែនតើគឺបងប្អូនអរគ្នាអត់ចាំបាច់ធ្វើការចំណាយពេលយូរក៏ដូចជាអត់ចាំបាច់ធ្វើការចេញមុខនៅក្នុងវីដេអូផងយើងគឺយើងគ្រាន់តែប្រើប្រាស់ជាមួយនឹង AI ទៅយើងអាចធ្វើការបង្កើតវីដេអូបែបហ្នឹងបានហើយអញ្ចឹងតាក់ទងជាមួយនឹងការឲ្យលុយចេញពី YouTube នៅតែមានបងប្អូនយើងច្រើនមែនតើគាត់ឆ្ងល់ណាហើយគាត់បានសួរខ្ញុំណាថាតើវីដេអូ AI អញ្ចឹងគាត់អាចរកលុយចេញពី YouTube បានអត់អញ្ចឹងមែនតើតាក់ទងជាមួយនឹង YouTube សម្រាប់វីដេអូដែលយើងធ្វើការបង្កើតឡើងដោយប្រើប្រាស់ AI គឺយើងនៅតែអាចរកលុយបាននៅក្នុងឆ្នាំ2026នេះមែនតើសម្រាប់វីដេអូ AI បែបនេះគឺជាប្រភេទវីដេអូមួយដែលយើងធ្វើសម្រាប់ពួកបរទេសមើលណាអញ្ចឹងវីដេអូបែបហ្នឹងគឺយើងអាចរកចំណូលបានច្រើនខ្លាំងមែនតើអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះខ្ញុំមកធ្វើការប្រាប់ក៏ដូចជាមកចែកម្លែកបងប្អូនតាក់ទងជាមួយនឹងការបង្កើតវីដេអូ AI បែបនេះសម្រាប់ផលរកលុយចេញពី YouTube Short ជាពិសេសសម្រាប់បងប្អូនយើងដែលគាត់ទើបចាប់ផ្ដើមថ្មីណាអញ្ចឹងបងប្អូនអ្នកគ្នាអាចធ្វើការយក content ដែលខ្ញុំធ្វើការបរៀនបងប្អូននេះបងប្អូនអ្នកគ្នាអាចធ្វើការតេស្តសាកថតបានវាជា content មួយដែលយើងធ្វើការបង្កើតបានលឿននិងងាយស្រួលខ្លាំងមែនតើអញ្ចឹងមុនចូលទៅដល់ការបង្ហាញក៏ដូចជាការ review របស់ខ្ញុំសម្រាប់បងប្អូនយើងដែលគាត់មកថ្មីកុំភ្លេចធ្វើការចុច like ហើយ subscribe បានរូបសញ្ញាកណ្ដឹង channel ខ្ញុំម្ដងមួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗចេញពី channel របស់ខ្ញុំតទៀតអញ្ចឹងតាក់ទងជាមួយនឹងការបង្កើតវីដេអូ AI បែបនេះគឺខ្ញុំមកធ្វើការប្រើប្រាស់ AI ចំនួន4ទី1គឺ ChatGPT ទី2គឺ VAI ទី3គឺ Grok AI និងទី4គឺតាក់ទងជាមួយនឹងការបង្កើតសលេងគឺខ្ញុំនឹងប្រើប្រាស់ជាមួយនឹង website មួយដែលមានឈ្មោះថា 11 Lab AI អញ្ចឹងជំហានដំបូងដើម្បីធ្វើការបង្កើតវីដេអូបែបហ្នឹងបានគឺបងប្អូនអ្នកគ្នាត្រូវធ្វើការចូលទៅកាន់វីដេអូណាមួយវីដេអូរបស់គេណាគឺបងប្អូនត្រូវធ្វើការចូលទៅកាន់វីដេអូផនគេសិនមកអញ្ចឹងឧទាហរណ៍ថាបងប្អូនចូលទៅកាន់បងប្អូនឧទាហរណ៍ថាបងប្អូនចូលទៅកាន់ TikTok មួយដែលមានឈ្មោះថា Side and Crash នេះអញ្ចឹងបងប្អូនត្រូវធ្វើការ screenshot បានហើយយើង screenshot រូបភាពរបស់គេណាដើម្បីយកវាមកធ្វើការបង្កើតជាប្រភេទវីដេអូផងយើងឥឡូវឧទាហរណ៍ថាបងប្អូនចង់ធ្វើការបង្កើតវីដេអូបែបណាឧទាហរណ៍ថាបងប្អូនបង្កើតជាប្រភេទវីដេអូបែបនេះចុះគឺបងប្អូនគាត់នេះគ្រាន់តែការ screenshot រូបភាពហ្នឹងមកអូខេយើងគ្រាន់តែការ screenshot បែបហ្នឹងមកហើយបន្តមកទៀតបងប្អូនអ្នកធ្វើការចូលទៅកាន់ ChatGPT របស់យើងអញ្ចឹងដល់ពេលដែលយើងចូលមកដល់ ChatGPT គឺបងប្អូនអ្នកគ្រាន់តែការ upload រូបភាពដែលយើងបាន screenshot មកហ្នឹងចូលមកនេះបងប្អូនចូលសញ្ញាបូកនេះមកហើយយើងចូលពាក្យថានេះ add photo និង file ចុចលើវាមួយមកហើយយើងធ្វើការទាញជាមួយរូបភាពដែលយើងបានធ្វើការ screenshot មកហ្នឹងចូលហើយកន្លែងនេះគឺបងប្អូនអ្នកត្រូវធ្វើការដាក់ save prompt បន្តិចណាអញ្ចឹងទៅជាមួយនឹង prompt សម្រាប់ធ្វើការបង្កើតវីដេអូបែបនេះគឺខ្ញុំមកការ free ឲ្យបងប្អូនណាអញ្ចឹងបងប្អូនអ្នកធ្វើការចូលទៅយកទៅក្នុង group channel Telegram របស់ខ្ញុំបានអញ្ចឹងនៅពេលដែលបងប្អូនចូលមកដល់ prompt ហ្នឹងគឺវាមានជាទម្រង់បែបនេះបាទអញ្ចឹងនៅក្នុង prompt ហ្នឹងគឺខ្ញុំបានសរសេរបាទអញ្ចឹងទៅជាមួយនឹងការបង្កើតវីដេអូបែបហ្នឹងគឺទៅជាមួយ tool គឺបងប្អូនបង្កើតជាឃើញបាទទី1គឺ ChatGPT ទី2គឺ AI ទី3គឺ Grok និងទី4នេះគឺ 11 Lab នេះអញ្ចឹងជំហានដំបូងគឺបងប្អូនអ្នកគ្រាន់តែការ copy prompt ខាងលើនេះមកនេះបងប្អូន copy prompt ទី1នេះសិនមកបន្តមកទៀតបងប្អូនអ្នកគ្រាន់តែការផាសចូលទៅក្នុង ChatGPT របស់យើងវិញមកហើយយើងចុចទៅលើពាក្យថា enter អញ្ចឹង ChatGPT វានឹងធ្វើការ analyze តាក់ទងជាមួយនឹងរូបភាពបែបនេះគឺវានឹងធ្វើការបង្កើតតាក់ទងជាមួយនឹង scene ក៏ដូចជាបង្កើតរូបភាពវីដេអូរបស់យើងចំនួន10ណានេះគឺខ្ញុំបានដាក់នេះ create 10 scene នេះអញ្ចឹងវានឹងធ្វើការបង្កើតជាមួយ scene 10 scene របស់យើងអូខេអញ្ចឹងនៅពេលដែល ChatGPT វាបានធ្វើការបង្កើត scene ចំនួន10របស់យើងហើយចូលដល់ប្រធានទី2គឺតាក់ទងជាមួយនឹងការយើងយក prompt ហ្នឹងដើម្បីធ្វើការបង្កើតរូបភាពអញ្ចឹងដើម្បីធ្វើការបង្កើតរូបភាពបានគឺបងប្អូនបង្កើតចិត្តដឹងហើយបាទគឺខ្ញុំនឹងធ្វើការប្រើប្រាស់ជាមួយនឹង VAI អញ្ចឹងបងប្អូនអ្នកចូលទៅកាន់ Google search មកបងប្អូន search ពាក្យថា VAI អញ្ចឹងមកអញ្ចឹងបន្តមកទៀតបងប្អូនអ្នកគ្រាន់តែការ copy ជាមួយនឹង prompt ដែល ChatGPT វាបានធ្វើការបង្កើតឲ្យយើងមកដើម្បីយើងយកវាទៅបង្កើតរូបភាពអញ្ចឹង prompt ទី1បាទគឺបងប្អូនអ្នក copy វាខាងលើនេះមកហើយយើងចូលទៅកាន់ VAI របស់យើងវិញយើងធ្វើការផាសជាមួយនឹង script ឬមួយក៏ prompt នឹងចូលអញ្ចឹងកន្លែងនេះគឺបងប្អូនទាំងអស់គ្នាត្រូវការកំណត់វាបន្ថែមមកបើសិនជាបងប្អូនចង់ធ្វើការបង្កើតជាប្រភេទវីដេអូ long យើងយកនេះ landscape នេះឲ្យយើងបង្កើតជាប្រភេទវីដេអូ short យើងយក portrait អញ្ចឹងវាបានធ្វើការបង្កើតរូបភាពមកហើយបាទគឺរូបភាពមកគឺអែមខ្លាំងមែនទែនអញ្ចឹងនៅក្នុងករណីថារូបភាពនេះវាបង្កើតមកអត់ស្អាតឬមួយក៏អត់ទៅទំនងគឺបងប្អូនទាំងនេះគ្រាន់ចេះសញ្ញាព្រួញយើងចុចបន្តទៅវានឹងធ្វើការបង្កើតរូបភាពរបស់បងប្អូនបន្តទៀតហើយអញ្ចឹងនៅពេលដែលបងប្អូនចុចបង្កើត prompt ទី1ហើយយើងអាចធ្វើការចុចបង្កើត prompt ទី2បន្តទៅមកនេះយើងចូលទៅកាន់ ChatGPT របស់យើងវិញហើយយើងធ្វើការ copy prompt ទី2នេះមកអូខេអញ្ចឹង prompt ទី2បានតែការបង្កើតរូបភាពមកបាទគឺវាអែមមែនតើបាទអញ្ចឹងយើងធ្វើការ copy បង្កើតឲ្យអស់មកតើតជាមួយ10 prompt 10 scene ហ្នឹងបាទយើង copy បង្កើតវាអស់មកអូខេអញ្ចឹងខ្ញុំបានធ្វើការបង្កើតរូបភាពនឹងចំនួន10 scene ហើយបងប្អូនអាចមើលបានបាទអញ្ចឹងមែនតើតើជាមួយរូបភាពទាំងអស់នេះគឺនិយាយថាគេផ្ដោតសំខាន់តើជាមួយសុខភាពតើជាមួយនឹងផ្លែកន្ទឹមអញ្ចឹងបងប្អូនមើលបាទ
អូខេចឹងនៅពេលដែលបងប្អូនទាំងគ្នាបានជាមួយរូបភាពបានហ្នឹងហើយចូលដល់វិធីទី3គឺតើតើជាមួយនឹងការធ្វើរូបភាពហ្នឹងឲ្យវាមានចលនាអញ្ចឹងដើម្បីធ្វើរូបភាពហ្នឹងឲ្យមានចលនាបានគឺបងប្អូនទាំងគ្នាត្រូវការចូលទៅកាន់ ChatGPT របស់យើងសិនមកហើយបន្តមកទៀតបងប្អូនទាំងគ្នាគ្រាន់តែការ copy script ខាងក្រោមនេះខ្ញុំបានដាក់ថា prompt ទី2ហ្នឹងយើង copy មកហើយគ្រាន់តែការ pass ចូលទៅកាន់ ChatGPT របស់យើងមកអញ្ចឹងវានឹងធ្វើការបង្កើតតើតើជាមួយនឹង scene 10របស់យើងហើយតើតើជាមួយនឹង scene anime អញ្ចឹងបងប្អូនប្រកាសជាឃើញបាទគឺវាបានធ្វើការបង្កើតមកហើយនេះវាដាក់ថា anime prompt អញ្ចឹងមិនថាវាបង្កើតតើតើជាមួយនឹងរូបភាពឲ្យវាមានចលនាអញ្ចឹងហើយបន្តមកទៀតបងប្អូនទាំងគ្នាធ្វើការចូលទៅកាន់ website មួយដែលមានឈ្មោះថា Grok AI អញ្ចឹងចូលទៅកាន់ Grok មកដើម្បីធ្វើការបង្កើតរូបភាពឲ្យមានចលនាណាអូខេចឹងនៅពេលដែលយើងចូលមកដល់ Grok AI ហើយបងប្អូនទាំងគ្នាធ្វើការកន្លែងមកឆ្វេងណៃយើងយកនេះយើងយកពាក្យថានេះយើងយកពាក្យថា email នេះមកហើយបន្តមកទៀតបងប្អូនទាំងគ្នាធ្វើការកន្លែងខាងក្រោមយើងយក916នេះមកហើយតើតើជាមួយនឹង resolution យើងយក480ទេបាទដោយសារតែយើងប្រើប្រាស់ account free អញ្ចឹងយើងអាចប្រើបានតែប៉ុណ្្នឹងទេតើតើជាមួយនឹង resolution នេះបងប្អូនយក480មកក៏វាច្បាស់ដែរអូខេហើយបន្តមកទៀតបងប្អូនទាំងគ្នាធ្វើការ download រូបភាពដែលយើងបានធ្វើការបង្កើតនៅក្នុង AI ណាចឹងនេះគឺតើជាមួយនឹង scene ទី1ដែលយើងធ្វើការ download វាមកហើយយើងធ្វើការចូលទៅកាន់ Grok របស់យើងវិញយើងធ្វើការ upload រូបភាពនឹងចូលយើងចូលកន្លែងនេះយើងយកពាក្យថា upload the file ទេមកបាទហើយបន្តមកទៀតបងប្អូនទាំងនេះត្រូវធ្វើការ copy scene ដែលយើងបានធ្វើការបង្កើត10ហ្នឹងបាទ scene anime ហ្នឹងបាទចឹងអានេះគឺជា scene ទី1ណានេះអានេះគឺ scene ទី1បាទយើង copy scene ទី1ហ្នឹងមកយើងធ្វើការចូលទៅកាន់ Grok AI របស់យើងវិញយើងធ្វើការ pass ជាមួយនឹង scene ហ្នឹងចូលអញ្ចឹង website Grok AI នេះវានឹងធ្វើការបង្កើតរូបភាពយើងឲ្យវាមានចលនាបាទយើងគ្រាន់តែការរកចាំទៅហ្នឹងបាទអូខេបងប្អូនទាំងគ្នាបាទអញ្ចឹងវាបានធ្វើការបង្កើតរូបភាពរបស់យើងឲ្យវាមានចលនាណាអញ្ចឹងយើងអាចមើលបានបាទគឺអែមខ្លាំងមែនទែនបាទគឺ scene មកគឺបង្កើតមកគឺអែមមែនទែនអូខេចឹងមកបង្កើតទៅឃើញមកគឺអាចនិយាយថាវាមានលក្ខណៈ smooth ហ្មងគឺអែមែនតើអញ្ចឹងតើជាមួយនឹងការបង្កើតនេះគឺបងប្អូនទាំងនេះទៅការបង្កើតឲ្យគ្រប់10 scene មកគឺរូបភាពរបស់យើងគឺមានចំនួន10អញ្ចឹងមកទៅការបង្កើតឲ្យគ្រប់10 scene វីដេអូផងយើងមកដែលយើងទៅការចូលទៅកាន់ AI របស់យើងវិញយើងទៅការ download ជាមួយ scene ទី2អញ្ចឹងនេះគឺ scene ទី2បាទយើងទៅការ download មកនេះហើយថាខ្ញុំយករូបមួយនេះចុះបាទយើងចូល download មកយើងចូលទៅកាន់ Grok AI របស់យើងវិញយើងទៅការ upload រូបភាពមកចូលដដែលហើយយើងយកនេះយើងយករូបភាពហ្នឹងមកហើយបន្តមកទៀតបងប្អូនទៅការចូលទៅកាន់ ChatGPT របស់យើងទៅការ copy ជាមួយ scene ទី2នេះគឺ scene ទី2របស់យើងមកគេដាក់ថា forest អីនេះយើង copy វាមកហើយយើងទៅការ pass ចូលទៅក្នុង Grok AI របស់យើងអញ្ចឹងដល់ពេលយើង pass មកយើងទៅការបង្កើតបន្តទៀតមកអញ្ចឹងបងប្អូនទៅការបង្កើតគ្រប់10 scene មកអូខេចឹងពេលដែលយើងធ្វើការបង្កើតរូបភាពឲ្យមានចលនាហើយចូលដល់វិធីទី4គឺតើតើជាមួយនឹងការបង្កើតសលេងឬមួយក៏ voice over អញ្ចឹងដើម្បីធ្វើការបង្កើតសលេងឬមួយក៏ voice over បានបងប្អូនទាំងនេះធ្វើការចូលទៅកាន់ប្រងរបស់ខ្ញុំសិនមកនេះយើង copy ប្រងខាងក្រោមនេះអញ្ចឹងខ្ញុំបានដាក់ថា generate voice អញ្ចឹងមក copy ប្រងខាងក្រោមហ្នឹងមកហើយយើងធ្វើការចូលទៅកាន់ ChatGPT យើងវិញយើងធ្វើការខាជាមួយនឹងប្រងហ្នឹងចូលអូខេនេះគឺតើតើជាមួយនឹង voice over ទី1បាទបានន័យថានេះគឺជា voice over scene video យើងទី1ណានេះគឺ scene ទី2នេះ scene ទី3យ៉ាងទៅអញ្ចឹងនៅក្នុង voice over មួយមាន scene 1យ៉ាងទៅអញ្ចឹងយើងធ្វើការបង្កើតមកចំនួន10របស់យើងមកគឺបងប្អូនឃើញមកគឺអែមខ្លាំងមែនទែនបន្តមកទៀតបងប្អូននៅនេះធ្វើការ copy ជាមួយនឹង prompt ទាំងអស់ហ្នឹងមកយើង copy វាអស់អញ្ចឹងមកហើយយើងធ្វើការចូលទៅកាន់ website បង្កើតសលេងមកយើងធ្វើការចូលទៅកាន់ website មួយដែលមានឈ្មោះថា Eleven Lab អូខេអញ្ចឹងនៅពេលដែលបងប្អូនធ្វើការដើរចូលទៅកាន់ website Eleven Lab ហើយនេះគឺជាទម្រង់របស់ website ណាអញ្ចឹងនៅពេលដែលបងប្អូនទាំងនេះធ្វើការចូលទៅកាន់ website Eleven Lab ហ្នឹងហើយបងប្អូនទាំងនេះធ្វើការកន្លែងមើលឆ្វេងណៃគេដាក់ថា text to speak នេះយើងចិត្តទៅកាន់ text to speak ហ្នឹងមកដើម្បីធ្វើការបង្កើតសលេងនៅក្នុង video ផងយើងហើយបន្តមកទៀតបងប្អូនធ្វើការ pass ជាមួយនឹង script របស់យើងមកហ្នឹងមកយើង pass ទៅចូលឡើងនេះមកចានេះគឺទៅជាមួយនឹងសលេងរបស់យើងចំនួន10ហ្នឹងហើយបាទអញ្ចឹងមុនធ្វើការបង្កើតសលេងបងប្អូនត្រូវការកែជាមួយនឹង prompt របស់យើងសិនឬមកកែ script របស់យើងសិនអញ្ចឹងណាអញ្ចឹង script របស់យើងនេះគឺបងប្អូនត្រូវការលុបកន្លែងនេះអញ្ចឹងទី1បងប្អូនត្រូវការលុបនេះទី1នេះយើងលុបវាចោលមកទី2នេះយើងត្រូវការលុបវាចោលអស់មកនេះយើងត្រូវការលុបវាមកចឹងនៅពេលដែលយើងបានសលេងមកហ្នឹងហើយចូលដល់វិធីទី5ដែលជាវិធីចុងក្រោយគឺតទៅជាមួយនឹងការកាត់តវីដេអូឬមក edit វីដេអូចឹងបងប្អូននឹងធ្វើការចូលទៅកាន់ CapCut មកដើម្បីធ្វើការកាត់តវីដេអូផងយើងចឹងនេះគឺតទៅជាមួយនឹងសលេងវីដេអូផងយើងអញ្ចឹងតទៅជាមួយនឹងសលេងហ្នឹងគឺបងប្អូននឹងអាចធ្វើការកាត់កន្លែងណាដែលអត់និយាយណាបងប្អូននឹងធ្វើការកាត់វាចោលបានដើម្បីឲ្យវីដេអូយើងមើលទៅវាមានលក្ខណៈ smooth ចឹងណា
ចឹងតើតើជាមួយនឹងសលេងក៏ដូចជារូបភាពគឺបងប្អូនទាំងនេះទៅកាន់ដាក់ IC គ្នាណាចឹងបងប្អូនត្រូវមើលដែរតើតើជាមួយស៊ីនទី1របស់យើងគឺមានសលេងប្រមាណចឹងបើថាសលេងស៊ីនទី1យើងប្រមាណគឺយើងដាក់វីដេអូយើងឲ្យត្រឹមនឹងដែរចឹងណាចឹងនេះគឺជាស៊ីនទី1បាទគឺបងប្អូនមើលបានណាវាដាក់ខាងនេះ Avery Sekijuni នេះចឹងក៏ដល់ហើយនេះចឹងក៏ដល់ process Albuquerque នេះបើថាយើងដាក់វីដេអូផងយើងទៅដល់សនឹងដែរចឹងណាចឹងបងប្អូនត្រូវមើលទៅដែរចឹងឧទាហរណ៍ចឹងយើងចូលដល់ការកាត់ខាត់របស់យើងវិញមកយើងត្រូវការ play វីដេអូមើលសិន Every journey begins with a single bite. Food enters the body and then a hidden process awakens in អូខេបាទនេះគឺត្រឹមនេះបាទគឺត្រឹម Albuquerque នេះបាទគឺត្រឹមហ្នឹងចឹងណាចឹងបងប្អូនត្រូវការដាក់វីដេអូហ្នឹងគឺត្រឹមសលេងហ្នឹងចឹងណាចានេះគឺជា scene ទី1បាទចឹងយើងចូលដល់ scene ទី2គឺបងប្អូនត្រូវតែការធ្វើបានហ្នឹងដូចគ្នា អូខេចឹងនៅពេលដែលបងប្អូនអ្នកគ្នាបានជាមួយរូបភាពក៏ដូចជាបានសលេងស៊ីគ្នាបាទទាំងហើយបងប្អូនអ្នកគ្នាទៅការបង្កើតជាមួយនឹង page ឬមួយក៏តាក់ទងជាមួយនឹងនៅពេលដែលវីដេអូយើងនិយាយវាលោតអក្សរពីលើនឹងមកចឹងណាអញ្ចឹងដើម្បីធ្វើបានហ្នឹងមកគឺបងប្អូនអ្នកគ្នាគ្រាន់តែការ copy សលេងទាំងអស់ហ្នឹងចឹងមកយើង copy សលេងហ្នឹងចឹងមកហើយបន្តមកទៀតបងប្អូននៅការចូលទៅកាន់ text ទីខាងលើនេះយើងយកពាក្យថា audio caption យើងចុចទៅលើពាក្យថា generate អូខេចឹងតើតើជាមួយនឹងការកាត់តវីដេអូបាទហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទអូខេឥឡូវយើងទៅការចូលទៅមើលវីដេអូដែលខ្ញុំបានធ្វើការកាត់ឲ្យអ្នកគ្នាបាទតើវាមានលក្ខណៈបែបចឹងណា Every journey begins with a single bite. Food enters the body and then a hidden process awakens. In nature, nourishment is simple. The body knows exactly what to do. In harsh conditions, every nutrient matters. Survival starts from within. For thousands of years, food was sacred. Life was honored through what we consumed. Today, science reveals what was once invisible. The body is a living system. Even in chaos, the body works quietly. Digestion never stops. Strength doesn't come from height. It comes from balance inside. Knowledge evolves, but the human body remains a masterpiece. Slow it down. Watch closely. Every movement has a purpose. We are not separate from the universe. Energy flows through us all. អញ្ចឹងបងប្អូនអ្នកទាំងការធ្វើតាមខ្ញុំបានគឺយើងធ្វើតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនពេញចិត្តកុំភ្លេចការជួយ like ហើយ subscribe បាទរូបសញ្ញាកណ្ដឹង channel ខ្ញុំផងអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទបាយបាយ